ក្នុងពេលធ្វើការទាញតង់ស្យុងត្រូវអនុវត្តតាមចំណុចសុវត្ថិភាព4ខាងក្រោមឲ្យបានត្រឹមត្រូវទី1គឺគ្រោះថ្នាក់អគ្គិភ័យដែលអាចកើតឡើងក្នុងពេលកាត់ខ្សែដែកតង់ស្យុងការភ្លើងដែលកើតឡើងក្នុងពេលកាត់អាចបណ្ដាលឲ្យមានអគ្គិភ័យមុនពេលធ្វើការត្រូវដំឡើងសំណាញ់ការពារការភ្លើងនិងរៀបចំឧបករណ៍ពន្លត់អគ្គិភ័យដើម្បីការពារអគ្គិភ័យទី2គឺគ្រោះថ្នាក់ពីដុំចាប់ខ្សែហោះចេញដោយសារមិនបានដំឡើងរបាំងការពារក្នុងពេលទាញតង់ស្យុងដុំចាប់ខ្សែដែលទទួលកម្លាំងអាចហោះចេញភ្លាមនិងបង្កគ្រោះថ្នាក់បន្ទាប់ពីភ្ជាប់ដុំចាប់ខ្សែរួចត្រូវដំឡើងរបាំងការពារជានិច្ចទី3គឺគ្រោះថ្នាក់ដែលបណ្ដាលមកពីខ្សែដែកតង់ស្យុងរបូតចេញការឈរឬធ្វើការជិតខ្សែដែកដែលកំពុងទាញតង់ស្យុងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងពេលទាញតង់ស្យុងត្រូវគ្រប់គ្រងតំបន់ជុំវិញកន្លែងធ្វើការនិងហាមមនុស្សចូលជិតទី4គឺគ្រោះថ្នាក់ពីវត្ថុឬខ្សែហោះចេញជុំវិញតំបន់ការងារទាញតង់ស្យុងក្នុងពេលទាញតង់ស្យុងខ្សែដែកដែលទទួលកម្លាំងអាចដាច់ហើយហោះចេញបង្កគ្រោះថ្នាក់ហាមចូលជិតខ្សែដែកដែលកំពុងទាញតង់ស្យុងហើយត្រូវដំឡើងសំណាញ់ការពារវត្ថុហោះចេញ